គ្រប់នឹងជម្រាបសួរទៅកាន់ថ្នាក់ដឹកនាំពុកម៉ែបងប្អូនទាំងអស់គ្នាជាទីគោរពជាទីស្រឡាញ់រាប់អាននៅក្នុងវីដេអូនេះគឺខ្ញុំចង់បង្ហាញអំពីរបៀបនៅក្នុងការទាញយកកម្មវិធីបណ្ដាញសង្គមបាទបណ្ដាញសង្គម SGM ហ្នឹងគឺដាក់លើកញ្ចក់អេក្រង់ទូរស័ព្ទដៃរបស់យើងឬក៏ download ដាក់លើកញ្ចក់អេក្រង់របស់យើងថាតើយើងត្រូវដំណើរការដំបូងហ្នឹងដោយរបៀបណាបាទអញ្ចឹងបងប្អូនតាមដានទៅបាទនេះនៅខាងលើនេះបងប្អូនវាយពាក្យខាងលើនឹងមកបាទនេះយើងចូលទៅក្នុងអីគេចូលក្នុង Google Chrome បាទចូល Google Chrome មកហើយវាយពាក្យខាងលើហ្នឹងគឺ WALLET បាទ dot នេះ dot SGIEM.com វាយពាក្យតែប៉ុណ្ណឹងមកហើយបងប្អូនធ្វើការចុចទៅមុខទៅនេះចុចចូលចុច search វាមកគឺនឹងចេញមករបៀបនេះជូនទៅកាន់បងប្អូនហើយពេលដែលចេញមករបៀបនេះបងប្អូនទាំងអស់គ្នាអាចធ្វើការទាញដាក់លើកញ្ចក់អេក្រង់ឬក៏ចាំចូលទៅក្នុងបណ្ដាញសង្គមសិនចូលទៅក្នុងបណ្ដាញសង្គមហើយចាំយើងធ្វើការទាញដាក់លើកញ្ចក់អេក្រង់ឬក៏ download ដាក់លើកញ្ចក់អេក្រង់អញ្ចឹងយើងធ្វើការចូលលេខកូដរបស់យើងទៅបងប្អូនបាទចូលលេខកូដរបស់យើងមកបន្ទាប់ពីចូលបានហើយចូលបណ្ដាញសង្គមបាទនេះ social media នៅខាងលើហ្នឹងរូបផែនដីហ្នឹងណាចុចមកគឺចូលដល់បណ្ដាញសង្គមរបស់យើងហើយបាទចុច allow មកបាទចុច allow បាទ cancel សិនមកអូខេអញ្ចឹងពេលដែលចេញមករបៀបនេះហើយបាទពុកម៉ែបងប្អូនទាំងអស់គ្នាមើលកន្លែងត្រី3បាទចូលកន្លែងត្រី3យើងនៅខាងលើខាងស្ដាំហ្នឹងចុច3ហ្នឹងចុចប៉ែកចេញមករបៀបហ្នឹងហើយពេលដែលចេញមករបៀបរុញឡើងលើទៅគឺឃើញពាក្យថា add to home screen បើភាសាខ្មែរគឺដាក់ថាបន្ថែមលើកញ្ចក់អេក្រង់បន្ថែមលើអេក្រង់ដើមបាទអញ្ចឹងយើងចុចលើនឹងមកផាចមកវាលោតឲ្យ install បងប្អូនចុច install តាមមកផាចបាទចុច install ហើយតែមួយសន្ទុះទេកម្មវិធីបណ្ដាញសង្គមហ្នឹងគឺនឹង install លើទូរស័ព្ទដៃរបស់យើងមកបាទអូខេរួចរាល់ហើយបងប្អូនថយក្រោយមកបាទទាញមកខាងឆ្វេងមកនេះលោតចេញមកលើកញ្ចក់អេក្រង់បងប្អូនហើយបាទនេះលោតចេញមកហើយនេះគឺខ្ញុំបង្ហាញពីរបៀបនៅក្នុងការទាញដាក់លើកញ្ចក់អេក្រង់អញ្ចឹងបងប្អូនគ្រាន់តែចុចលើនឹងមកគឺដល់បណ្ដាញសង្គមតែម្ដងបាទដល់បណ្ដាញសង្គមបាទដែលបងប្អូនអាចធ្វើការផុស like share comment បានមួយសេរីតែម្ដងបាទបងប្អូនចង់មើលកាបូបលុយបងប្អូនមានចំណូលប៉ុន្មានមានលុយប៉ុន្មានចូល wallet បាទចុចលើ wallet ហ្នឹងមកកាបូបហ្នឹងមកចូលដល់កាបូបបងប្អូនហើយបាទអញ្ចឹងអាចធ្វើការទីដាក់លើកញ្ចក់អេក្រង់បានដោយខ្លួនឯងណាបងប្អូនបាទអរគុណច្រើនសម្រាប់ការទស្សនាវីដេអូមួយនេះបាទសូមអរគុណបាទ